chỉ điệp số từ đó lục rú nâng mất phép từ đó chỉ tì rộp án ngày đi nhom sông nhom lên cái tiểu nát đại ban làm mà boss sai ông pi ông pi chia đồng bốn nhom sông chuẩn điệp số từ đó lục rú sông cao thoi một công bà ông chỉ vật có lơ từ bốn nâng mất phép từ đó nâng nát chỉ tì rộp án ngày đi nhom lên cái tiểu nát đại ban làm mà boss sai ông piประเทศบอสได้ยังนี่ยังอย่างปีการบังคับซิสเต็มคาสิโนจักรคลาโคลกแบบใหม่ขยมเงินสมัยจักรปรำเนี้ยแต่เมียนสำนักเสียหายเชียร์ประเทศกรมคือเฮียชวนเท่ารักแต่จีขยมตัวเอ็นพลูมันงวนไปยามสุดhai này thì chỉประเทศได้ខ្ញុំត្រូវបកស្រាយដែលយើងត្រូវទៅសេកូដ game ខ្លាឃ្លោកដែលមានសមត្ថភាពដូចជាត្រង់អាចក្រឡុកខ្លាឃ្លោកបានក្រឡុក5វិនាទីអាចភ្នាល់បានអាចបង្ហាញលទ្ធផលបាននិងអាចស៊ីសងបានsự đây là tạo khen nhung một nhà sân cái đó nhung mong vậy vì một con đại dân tơ xe cho tam bài mình cái lại biết dân tơ ở đó nó đặt tam khá khấu món một con na được trời hay là tí chỉ khá khấu là dân trên chỉ được ấy hay là tí cứ lôi xì xong để dân ở ban chặn này hay ở đây dành cho mà từ bộ cho mà function là ní function ở cho dương randomize lên randomize hay là cái này ní là bây giờ đấy lên randomize nó bị môi tập môi nó gọi lên môi trên đâu bị lên môi từ trên biển tiger lên p từ trên biển code lên bây giờ chuyện rooster thì 4 trên lobster thì pram hoặc crab rồi thì cùng muối hoặc trên một fish welcome back ខ្ញុំថតរៈម្ដងទៀតហើយត្រង់ចំណុចនេះគឺយើងជាលុយដែលយើងចាក់យើងអត់កំណត់ថាប្រមាណទេយើងចង់ចាក់ប្រមាណក៏បានដែរដោយអាកន្លែងនេះខ្លាយើងចាក់1212ឃ្លោក1212មាន់1212បកង1212ក្តាម1212និងត្រី1212ត្រង់ចំណុចនេះគឺនៅពេលដែលយើងក្រោយដល់ពេលយើងចាក់ហើយគឺយើងត្រូវចាំរយៈពេល5វិនាទីដល់ពេល5វិនាទីនេះគឺជា result ដែលយើងចាក់បានទី1ក្របខ្លាឃ្លោកទី1យើងចេញត្រីទី2ចេញខ្លានិងទី3ចេញក្តាមអូខេសួស្តី fan ទាំងអស់គ្នាជើងខ្ញុំមកបន្តពីមិត្តរួមក្រុមខ្ញុំដើម្បីយើងមកសិក្សាពីលក្ខខណ្ឌនៅពេលដែលយើងចាក់លទ្ធផលរួចចឹងនៅពេលដែលលទ្ធផលចេញរួចគឺយើងមិនឃើញឯពុទ្ធតែចឹងកន្លែងនេះគឺយើងបានន័យថាបើសិនជាលទ្ធផលយើងទូទៅថាលទ្ធផលនៃក្របខាងខ្លួនទី1ជាចេញ1ចឹងបានន័យថាយើងយកនឹងយក income នេះបានន័យថាប្រាក់ចំណូលនៃ index ទី1ហ្នឹងបូកជាមួយនឹងកន្លែងដែលយើងចាក់ទូទៅដែលយើងចាក់100ចឹងប្រកាសណាស់ថាពេលដែលយើងបានទទួលបានវិញគឺបាន100វិញដោយសារកាក់គ្រប់យើងទទួលបានលុយទុន2តែបើសិនជាវាចេញមកត្រូវ2ប្រឡោះបានន័យថាយើងបានលុយទុន3ចឹងកន្លែងនេះគឺយើងយកបូកបញ្ចូលគ្នាថាវាចឹងទៅពេលដែលវារត់មកជួបទៀតនៅវារត់មកក្របទៀតបើសិនជាក្របទី2ហ្នឹងត្រូវជាមួយនឹងលេខ1ដដែលបានន័យថាយើងត្រូវយកអាកន្លែងលុយដែលបានពីអវៈមុនហ្នឹងមកបូកថែមមួយទៀតចឹងបានន័យថាលុយយើងឡើងគុណឡើង3ដងហើយចឹងបន្តទៅទៀតគឺយើងកន្លែងនេះគឺយើងសិក្សាលក្ខខណ្ឌទៅលើ dashboard ទេចឹងកន្លែង dashboard ហ្នឹងគឺយើងមានអីគេគឺយើងមាន total income ចឹង total income ហ្នឹងគឺយើងសិក្សាទៅលើលុយទាំងអស់បើសិនជាលុយហ្នឹងឧទាហរណ៍ថាលុយហ្នឹងមានកន្លែងណាមួយដែលចាក់ត្រូវវានឹងយកលុយហ្នឹងមកបូកចូលគ្នាតែបើសិនជាអត់មានទេបើសិនជាឧទាហរណ៍ថាយើងចាក់ក្តាមប៉ុន្តែវាចេញត្រីចឹងបានន័យថាយើងចាក់ខុសហើយចឹងបានន័យថាវាលទ្ធផលវា0ចឹងអាកន្លែងនេះគឺកន្លែងដែលយើង input មិនទេហើយកន្លែងដែលយើង output របស់ input មិនដែលយើងឧទាហរណ៍ថាយើងចាក់ត្រូវខ្លាចាក់ត្រូវក្តាមហើយនឹងចាក់ត្រូវត្រីចឹង
អាទៅពេលអាកូនទាំងអស់នេះគឺវាតាក់ទងទៅលើនៅក្នុង dashboard នៅខាងក្រោមគេទាំងអស់មួយអញ្ចឹងអ្នកនេះនឹងឃើញ dashboard ហ្នឹងនៅពេលដែលយើង demo នៅ project របស់យើងអញ្ចឹងកន្លែងនេះគឺបានន័យថានៅពេលដែលយើងសិក្សាទៅលើលក្ខខណ្ឌគឺយើងសិក្សាទៅលើ total spend គឺចំណាយដែលយើងចំណាយសរុបទាំងអស់ហើយបន្ទាប់មកជាមួយនឹងចំណូលសរុបទាំងអស់ហើយបើយើងអាចវាបូកបញ្ចូលគ្នាទៅបើយើងចេញនៅលទ្ធផលមួយដែលលទ្ធផលពីរហ្នឹងថាយើងចំណាយអស់ប៉ុន្មានយើងចំណូលអស់ប៉ុន្មានហើយយើងចំណេញប៉ុន្មានហើយមួយក៏ខាតអញ្ចឹងខាងកន្លែងនេះក៏មានអីនេះដែរគឺយើងគ្រាន់តែ show ថាកន្លែងហ្នឹងយើងឈ្នះប៉ុន្មានយើងចាញ់ប៉ុន្មានអីទេចូលដល់ចំណុចបន្ទាប់ពីយកបានតែខ្ញុំ add ផងនោះដែលចំណុចនេះគឺយើងចង់និយាយអំពីយើងចង់លេងតឬអត់ដែលពួកខ្ញុំបានប្រើកូដនោះហើយដូចចំណុចនេះបើសិនបើថាយើងទៅ save វាវានឹងថានិយាយទៅ system ហ្នឹង clear ហើយវានឹងចូលដល់ចំណុចដើមមកវិញដែលយើងអាចចាក់ម្ដងទៀតហើយយើងឈ្នះចាញ់នឹងគិតលុយម្ដងទៀតហើយក៏ប៉ុន្តែបើសិនបើថាយើងចុចអក្សរ n ដែលសំណាងពាក្យ no អញ្ចឹងចំណុចហ្នឹងវានឹងចេញអាកន្លែងចំណុចនេះមកដែល see out មានno win status lose status spend income ហើយ total ដែលវាសំដៅទៅលើចំនួនដែលយើងបានលេងចំនួនដែលយើងបានឈ្នះចំនួនដែលយើងបានចាញ់ហើយចំនួនលុយដែលយើងបានចំណាយហើយនឹងចំនួនលុយចំណេញហើយនឹងលុយសរុបដែលសរុបនឹងយើងឈ្នះចាញ់បានប្រមាណចូលដល់ចំណុចបន្ទាប់គឺចំណុចខ្លាំងខ្សោយដែលមើលតាមហ្នឹងទៅគឺក្រុមរបស់ខ្ញុំគឺលយមែនតើមាន array មាន loop មាន function មាន result randomize ហើយពួកខ្ញុំនិយាយទៅគឺនិយាយទៅតាំងដល់មកចុះពួកខ្ញុំអត់ចេះប្រើ AI ទេហើយនិយាយទៅមានកន្លែង payment សមាជិកសរសើរតាមអស់ហើយដល់ពេលចំណុចខ្សោយទៅដល់សិនយើងនិយាយសង្ហាពេលវេលាឥឡូវមានច្រើនទេហើយដល់ពេលនិយាយទៅ slide ដោយសារ slide ធ្វើអត់ស្គាល់បានអស់ហ្មងទេហើយដល់ពេលនិយាយទៅចំណុចដែលអត់ស្គាល់មានទៀតគឺ brainstorm idea និយាយទៅ brainstorm idea អាពីចំណុចខ្សោយគឺអត់ស្គាល់មានទេចឹងក្រុមខ្ញុំបញ្ជាដល់ទីបញ្ចប់អញ្ចឹងអរគុណសម្រាប់ពេលវេលាហើយបើសិនមកមានចម្ងល់អាចscan តាម QR code នេះបានអូយបាយឈប់យើងឥឡូវក្រុមខ្ញុំបញ្ជាដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណសម្រាប់ពេលវេលាទាំងអស់ដែលអ្នកទាំងអស់គ្នាបានអញ្ជើញទស្សនាហើយបើសិនមកមានចម្ងល់មាន question អីអាចចូល comment បានហើយ QR code នេះ scan ទៅដល់ណា scan ទៅដឹងហើយបាយអើយឈប់ចូលដល់ចំណុចបន្ទាប់គឺធីមខ្ញុំនឹងមានម្នាក់ធ្វើ demo បាយបាយ 2,000 years later ជម្រាបសួរខ្ញុំឈ្មោះហឺហៀថ្ងៃនេះចង់មកបកស្រាយអំពី demo ការ demo ទៅលើកូដដែលខ្ញុំនិងក្រុមរបស់ខ្ញុំបាន build ឡើងជាប្រភេទ class cloak បាទហើយកុំឲ្យខាត់ពេលវេលាយូរយើងទៅកាន់ demo ទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជាអ្វីដែលពួកយើងបាន build ឡើងទាក់ទងទៅនឹងការចាក់ទៅលើ class cloak ជាដំបូងនៃការចាក់របស់វានឹងគឺគេបានបង្ហាញទាក់ទងទៅនឹងសត្វទាំង6ដែលគេបង្ហាញម្ដងមួយដើម្បីយើងធ្វើការបំពេញទៅលើចំនួនទៅលើតម្លៃជាសាច់ប្រាក់ដើម្បីចាក់អញ្ចឹងឧទាហរណ៍ដំបូងនេះខ្ញុំសូមចាក់ទៅលើសត្វខ្លាដែលគេដាក់ថា import based on tiger អញ្ចឹងខ្ញុំចាក់500ចុះនិងបន្តទៀតគឺទាក់ទងនឹង cloak ខ្ញុំចាក់400ហើយ rooster សត្វមាន់ខ្ញុំចាក់30 lobster ទាក់ទងនឹងបង្កងគឺខ្ញុំចាក់500ដែរហើយនឹង crab ខ្ញុំសូមអត់ចាក់ទេក្តាមហើយនឹងត្រីគឺខ្ញុំសូមអត់ចាក់ដែរអូខេអញ្ចឹងកន្លែងហ្នឹងគឺគេចង់ឲ្យយើងរងចាំរយៈពេល5វិនាទីដើម្បីធ្វើការកលុបអូខេនេះគឺជាលទ្ធផលដែលទទួលបានគឺចេញខ្លា cloak ហើយនឹងខ្លាអញ្ចឹងកន្លែងហ្នឹងគឺបានន័យថាចេញខ្លា2 cloak 1អូខេអញ្ចឹងយើងនឹងបានឃើញហើយកន្លែងនេះគឺជាកន្លែងដែលខ្ញុំបានផ្ដល់តម្លៃឲ្យនៃការចាក់ទៅលើសត្វទាំង6ហ្នឹងហើយចំពោះតម្លៃដែលវាចេញមកគឺ lobster សត្វបង្កងកន្លែងនេះគឺវាបានស៊ីអស់ទៅហើយ500ហ្នឹងហើយអ្វីដែលត្រឹមត្រូវខ្ញុំចាក់ត្រូវគឺខ្លាហើយនឹង cloak ដែលខ្លាខ្ញុំចាក់500អញ្ចឹងចេញខ្លា2គឺខាងគេខាងមេនឹងធ្វើការសមមកខ្ញុំចំនួន1000ចំណែកឯ cloak ខ្ញុំចាក់400ដោយសារតែវាចេញមួយអញ្ចឹងគេនឹងសង400មកកាន់ខ្ញុំវិញ
អូខេអញ្ចឹងកន្លែងនេះគឺជាលទ្ធផលចុងក្រោយដែលទទួលបានក្រោយពីពួកយើងបានធ្វើការសរសេរកូដហើយគោលបំណងនៃការចង់បានកន្លែងនេះគឺជាការគឺយើងចង់ឲ្យខាងកូនធ្វើការចាក់ទៅលើសត្វទាំង6នោះហើយបន្ទាប់មកគឺរងចាំរយៈពេលប្រហែលជា5វិនាទីនេះដើម្បីឲ្យcube ទាំង3នេះវាធ្វើការបង្វិលត្រឡប់បន្ទាប់មកវានឹងចេញចម្លើយនៅកន្លែងនេះបន្ទាប់ពីចេញចម្លើយហើយវានឹងចេញតម្លៃតែម្ដងដែលនៃការសងដូចជាពេលយើងចាក់ត្រូវគឺគេសងមកយើងប៉ុន្តែកន្លែងនេះគឺគេអត់បានគិតលុយឲ្យយើងទេមានន័យថាលុយដើមរបស់យើងគឺគេលេងគិតហើយគេគិតតែលុយសងមកកាន់យើងវិញនៅត្រង់កន្លែងនេះនឹងសម្រាប់ជាចុងក្រោយគឺជាការសួរដែលគេចង់សួរមកកាន់យើងវិញថាតើយើងនេះចង់ត្រឡប់ម្ដងទៀតឬទេឬក៏ចង់ចាក់ម្ដងទៀតទេកន្លែងនេះខ្ញុំចង់ឧស្សាហ៍តែវាសប្បាយលេងដែរអញ្ចឹងខ្ញុំចង់ចាក់ម្ដងទៀតខ្ញុំសរសេរអក្សរ Y អញ្ចឹងសរសេរអក្សរ Y មានន័យថាមួយពាក្យថា yes អញ្ចឹងមានន័យថាយើងបើកាលណាយើងសរសេរអក្សរ Y យើងនឹងធ្វើការត្រឡប់ទៅកាន់កន្លែងដើមឲ្យយើងចាក់ម្ដងទៀតប៉ុន្តែបើសិនជាយើងសរសេរអក្សរ N នោះមកពីពាក្យថា no នោះកូដរបស់យើងនឹងធ្វើការបិទកន្លែងនេះចប់ត្រឹមនឹងតែម្ដងតែខ្ញុំចង់ធ្វើម្ដងទៀតអូខេអញ្ចឹងខ្ញុំចុច Y ហើយ enter អញ្ចឹងកន្លែងនេះគឺវា load មកកន្លែងសារដើមម្ដងទៀតហើយដល់ដំណាក់កាលនេះគឺយើងធ្វើការចាក់ដូចមុនដែរតែខ្ញុំចាក់កន្លែងហ្នឹងគឺខ្លាចខ្ញុំអត់ចាក់ទេខ្ញុំចាក់ clock ខ្ញុំអត់ចាក់ដែរហើយខ្ញុំចាក់ទៅលើ roster 1000ខ្ញុំចាក់ទៅលើ lobster ទៅទៅរំកងនោះខ្ញុំចាក់300ហើយនឹងខ្ញុំចាក់ក្តាម500ចំណែកត្រីខ្ញុំអត់ចាក់អូខេអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចាក់តែ3ទេគឺទៅនឹង roster lobster ហើយនឹង crab so អញ្ចឹងកន្លែងហ្នឹងខ្ញុំសូមចុច enter ដើម្បីឲ្យវាទៅដំណើរការកលុកនឹងចាប់ផ្ដើមអូខេអញ្ចឹងយើងរងចាំរយៈពេល5វិនាទីដូចមុនដែរអូខេអញ្ចឹងយើងឃើញថាតម្លៃរបស់វាដែលចេញលើកហ្នឹងគឺវាខុសពីពេលមុនអូខេអញ្ចឹងវាចេញគឺទាក់ទងនឹង roster ទាក់ទងនឹងមាន់ចេញ2ហើយនឹងក្តាមចេញ1អូខេអញ្ចឹងខ្ញុំចាក់ roster ចំនួន1000នេះវាត្រូវការធ្វើការសងមកកាន់ខ្ញុំវិញចំនួន2000ហើយនឹងក្តាមខ្ញុំចាក់500សងមកកាន់ខ្ញុំវិញ500ដូចគ្នាអូខេអញ្ចឹងកន្លែងនេះគឺជាការដំណើរការកូដរបស់យើងគឺមានតែប៉ុណ្ណឹងហើយនឹងជាចុងក្រោយគឺគេសួរមកកាន់យើងដូចមុនដែរគឺថា do you want to play again គឺគេចង់ដឹងថាតើយើងចង់ចាក់វាម្ដងទៀតដែរឬទេអញ្ចឹងន័យថាកូដកន្លែងហ្នឹងគឺវាដំណើរការចប់ដំណើរការឡើងអត់ឈប់អត់ឈរបើកាលណាយើងសរសេរអក្សរ Y ចូលបើកាលណាយើងសរសេរអក្សរ Y ចូលបែបហ្នឹងគឺកូដហ្នឹងនឹងដើររហូតន័យថាយើងចាក់ដូចវាយប់ទល់ភ្លឺអញ្ចឹងយើងចាក់វាយប់ទល់ភ្លឺហ្នឹងនេះសម្រាប់អ្នកដែលset ពាក្យ3សង្សារអីចឹងទៅដែលចង់ធ្វើការលេងកំសាន្តតែម្នាក់ឯងអីចឹងអាចមកលេងអានឹងបានអូខេដោយសារតែខ្ញុំបានរ៉ាន់វាម្ដងរួចមកហើយអញ្ចឹងលើកនេះខ្ញុំសូមអត់រ៉ាន់ម្ដងទៀតទេដោយវាយអក្សរ Y ខ្ញុំសូមប្រើអក្សរ N ម្ដងទៀតទៅទៅនៅ dashboard មួយហ្នឹងអញ្ចឹង N មានន័យថា no ដូចដែលខ្ញុំបាននិយាយប្រាប់កាលពីមុនដែរបើកាលណាខ្ញុំសរសេរអក្សរ N នោះកូដទាំងមូលនេះនឹងធ្វើការបញ្ចប់ទាំងអស់អូខេអញ្ចឹងខ្ញុំនឹងចែកអក្សរ N ហើយខ្ញុំចុច enter អូខេក្រោយពីវាបានបញ្ចប់វានឹងបានមកចេញលេខរៀងមួយមកបញ្ជាប្រាប់យើងថាយើងបានធ្វើការកលុបវាចំនួន2ដងអូខេអញ្ចឹងកន្លែងហ្នឹងគឺលើកទី1គឺយើងត្រូវបាន2ឈ្នះ2ហើយយើងខុស4មានន័យថាទាំង6សត្វ6រនហ្នឹងយើងត្រូវបាន2ខុស4អូខេអញ្ចឹងយើងចំណាយចំនួន1430នៅពេលដែលយើងចំណាយហ្នឹងហើយចំណូលដែលយើងទទួលបានមកវិញគឺ1400 total សរុបជារួមគឺលើកទី1ដែលយើងបានធ្វើការចាក់ហ្នឹងគឺខុសគឺខាតអស់30អូខេហើយអញ្ចឹងចូលដល់ទី2គឺយើងខ្ញុំចាក់គឺវាចេញ2រុនក្នុងចំណោម6រុនហើយវាខុស4រុនបាទអញ្ចឹងតម្លៃដែលខ្ញុំបានចាក់នៅជុំទី2មួយហ្នឹងខ្ញុំបានចាក់រហូតដល់ទៅ1800នៅពេលដែលខ្ញុំចាក់1800ហ្នឹងចំណូលដែលទទួលបានមកវិញមានថាខ្ញុំចាក់ត្រូវច្រើនចំណូលដែលទទួលបានមកវិញរហូតដល់ទៅ2500អញ្ចឹងកន្លែងហ្នឹងមានន័យថាខ្ញុំគឺចំណេញបានរហូតដល់ទៅ700ខុសពីពេលមុនដែលខ្ញុំខាត30និងសញ្ញាដកហ្នឹងមានន័យថាខាត30ហើយ700ហ្នឹងមានន័យថាចំណេញ
ចឹងមានន័យថាខ្ញុំចំណេញបាន200អញ្ចឹងកន្លែងហ្នឹងគឺគេបញ្ជាក់របស់យើងទោះបីយើងធ្វើវា100 1000ដងគឺគេលោតឲ្យ100 1000ដងនៅកន្លែងនេះតែម្ដងដើម្បីបញ្ជាក់ថាតើការចាក់របស់យើងនេះចំណេញប៉ុណ្ណាខាតប៉ុណ្ណាហើយយើងធ្លាប់បានចាក់អស់ប្រមាណហើយចំណូលដែលទទួលបាននឹងប៉ុណ្ណាបងវិញបាទអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងសម្រាប់ការ demo ទៅលើ code របស់យើងដែលក្រុមរបស់ពួកយើងបានធ្វើការពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោងច្រើនថ្ងៃមកហើយសម្រាប់ខ្ញុំក៏មានតែប៉ុណ្្នឹងសម្រាប់ការបកស្រាយទៅលើ demo ហើយក៏អរគុណដែលលោកគ្រូអ្នកគ្រូដូចជាអ្នកទាំងអស់គ្នាដែលបានធ្វើការស្ដាប់ការ demo របស់ខ្ញុំអរគុណសូមជម្រាបលា